សួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ដំណើរកំសាន្តទៅកាន់ភ្នំឧដុង្គចាដោយសារតាឆ្លៀតមកវត្តហើយទៅវត្តហ្នឹងក៏វត្តជ្រដុងដែរហើយចឹងទៅក៏ឆ្លៀតទៅភ្នំឧដុង្គទៅរកទិញអីញ៉ាំចឹងទៅពួកអីនៅនឹងគឺថាគេល្បីសាប៊ូអីញ៉ាំចឹងណាចាអ្នកលក់ច្រើនដែរហើយឥឡូវជីតាណាតាមផ្លូវហ្នឹងគឺថាផ្លូវគេស្អាតឡើងភ្លឹងតែម្ដងចាហើយទៅនេះមិនទាន់ដល់ទេគឺថាចាប់ផ្ដើមស្ទះផ្លូវបដើហើយបងប្អូនមនុស្សច្រើនកាលហ្នឹងដូចជាបិណ្ឌទីម៉ានទេខ្ញុំទៅហ្នឹងបិណ្ឌទី7ទី8ឯហ្នឹងបងប្អូនអញ្ចឹងមនុស្សច្រើនណាស់ថ្ងៃសៅរ៍ហើយឥឡូវគឺថាបានមករកកញ្ចុះរកអីអង្គុយហើយអស់ហើយរៀបចំទុកដាក់ហើយក៏យើងទៅមើលឡើងផ្សារគេលក់ម្ហូបហ្នឹងណាចាដោយសារតាខាងហ្នឹងមនុស្សអ៊ូអរច្រើនណាចាហើយនិយាយទៅគ្នាប្រហែលអ្នកដែរទៅវត្តចេញពីវត្តមកក៏នៅមកអង្គុយកញ្ចុះញ៉ាំអីនៅនឹងហ្មងទៅចាអត់បានប៊ូហ្វេនៅវត្តទេឥឡូវគឺថាដើរចូលផ្សារនិយាយទៅអ៊ូខសលេងពេញហ្នឹងតែម្ដងមកហើយនិយាយទៅលក្ខណៈថាហើយក៏ហើយអីមនុស្សច្រើនផងអីផងណាបងប្អូនហើយចាស្ដាប់តាមហ្នឹងទៅចាអូស្ដាប់ទៅអីអូនcầm cho em cho đây ơi nên là xong đây canh nha giờ qua riêng qua sọc lam á rồi thôi nữa nè trong khỏi con trong khỏi xa còn nhâm mấy cây nó nụ nhâm mấy kia cho nhâm mua này tới mấy quán này cắt cái này cái bọc đây 4 quán ấy Đừng quá mày có trang đó các bạn Đã nó không ngồi là bê hơi phang phong ấy phong mà đi chạm phong trong cầu chẳng hay là chân mà cào thì từ bồn bồ này này cào phong mà đi chờ tại ta màu bị quần màu bưởi đà đừng trắng ra chả
nè mê chanh mau bực bớt à Nó mới mang này đúng bắt cho tiếng gì hả bên kia nè mà chút ăn nếu mà nay giờ lợiចាដល់ចុះដល់ឡើងនៅក្នុងផ្សាររកទិញម្ហូបហ្នឹងនិយាយទៅអស់ចិត្តកន្លះម៉ោងដែរអញ្ចឹងលើទិញបានហើយម្នាក់កាន់មកពេញដៃពេញជើងចាដោយសារតែមានគ្រប់មុខគ្រប់ម៉ាណាម្ហូបក៏មានចំណីជានំអីគ្រប់ម៉ាគ្រប់ម៉ូតអើយតែខ្វះទេចាម្ហូបឆ្ងាញ់អីចឹងទៅហើយដោយសារតែណោទិញបានម្ហូបបានអីឥឡូវ100ទិញទឹកម្ដងនៅកញ្ចុះមានដែរប៉ុន្តែទិញពីក្រៅទៅវារៀងធូរថ្លៃជាងអីចឹងណាចាគុយកញ្ចុះហ្នឹងគេមានទឹកមានអីឲ្យដែរប៉ុន្តែយើងអត់បានញ៉ាំទេហើយនេះនិយាយទៅអូយរបស់ចេះអីទៅតំណងណាបងប្អូនហ្នឹងស្អាតស្លោបចាហើយក៏រៀបដើរទៅវិញហើយបងប្អូនហើយបានទស្សនាវីដេអូចឹងគឺថាស្អីក៏មានដែរអត់ចេះខ្វះសោះអ្នកចូលចិត្តញ៉ាំអីគឺថាទៅនឹងអីដឹងថាត្រូវប៉ាន់ហ្មងណាចាទិញនេះតិចអីចឹងទៅហើយឥឡូវនេះគឺថាមកអង្គុយរៀបចំញ៉ាំអីបានទិញឲ្យអស់ហើយកំឡុងនៅកន្លែងកញ្ចុះហ្នឹងយើងអង្គុយទៅហើយកំឡុងពួកគេទៅគេគិតឲ្យកញ្ចុះទេហើយនេះគឺថាមកទិញមាន់មួយអញ្ចឹងមាន់ហ្នឹងគេបានស្លញ៉ាំដែរគេពោមកយើងមួយចុះហើយបានពីមកយើងចង់បានម្ហូបអីផ្សេងក៏បានដែរអញ្ចឹងដឹងថាមាន់មួយគេអាចធ្វើឲ្យ2មុខ3មុខអីចឹងណាចាហើយគេគិតតម្លៃតាមហ្នឹងទៅចាវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបងប្អូនទាំងអស់គ្នាអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយទៀត